ខ្ញុំបាទសូមជម្រាបសួរបងប្អូននិងមិត្តភ័ក្តិនៅក្នុងបណ្ដាញសង្គម Facebook ខ្ញុំបាទមេឆាយជាម្ចាស់ Page Justice Lover in Cambodia ក្នុងថ្ងៃនេះដែរខ្ញុំបាទសូមប្រតិកម្មចំពោះបញ្ហាមួយចំនួនចំពោះប្រជាពលរដ្ឋទាំងអស់បានតាមដានអំពីសកម្មភាពរបស់បងប្អូននៅឯនេសមុទ្របានធ្វើបាតកម្មប្រឆាំងចំពោះអំណាចផ្ដាច់ការរបស់លោកហ៊ុនសែនយើងដឹងហើយថាក្រោមរបបនៃការគ្រប់គ្រងរបស់លោកហ៊ុនសែនគឺតែងតែជួបនៅភាពអយុត្តិធម៌គ្រប់សពបែបយ៉ាងទាំងអស់ដូច្នេះហើយទើបធ្វើឲ្យប្រជាពលរដ្ឋទាំងក្នុងប្រទេសនិងក្រៅប្រទេសគាត់មិនសុខចិត្តឈរមើលរាល់ទង្វើរបស់លោកហ៊ុនសែនដែលធ្វើមកលើប្រទេសកម្ពុជានិងប្រជាពលរដ្ឋខ្លួនឯងដូច្នេះហើយទើបប្រជាពលរដ្ឋបងប្អូននៅឯនេសមុទ្រគាត់ធ្វើបាតកម្មដើម្បីប្រឆាំងចំពោះអំណាចផ្ដាច់ការរបស់លោកហ៊ុនសែនអ្វីដែលបងប្អូនទាំងអស់ធ្វើបាតកម្មដើម្បីប្រឆាំងចំពោះអំណាចផ្ដាច់ការរបស់លោកហ៊ុនសែននៅឯមុខទីស្នាក់ការរបស់អង្គការសហប្រជាជាតិនៅសហរដ្ឋអាមេរិកអ្វីទាំងអស់នេះវាជាភាពអាម៉ាស់មួយរបស់លោកហ៊ុនសែនដែលធ្វើឲ្យលោកហ៊ុនសែនងើបមុខមិនរួចនៅលើឆាកអន្តរជាតិហើយក៏ពិភពលោកគេបានយល់គេបានដឹងនៅទង្វើក្នុងការដឹកនាំរបស់លោកហ៊ុនសែនពីព្រោះថាប្រទេសជាង100នៅលើពិភពលោកដែលគេបានទៅប្រជុំនៅឯអង្គការសហប្រជាជាតិនោះដោយគ្មានជនជាតិឬក៏ប្រជាពលរដ្ឋរបស់គេធ្វើបាតកម្មដើម្បីប្រឆាំងនៃនាយករដ្ឋមន្ត្រីឬក៏ប្រធានាធិបតីរបស់ពួកគេនោះឡើយតែផ្ទុយទៅវិញចំពោះប្រទេសកម្ពុជាបែរជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាគឺត្រូវបានប្រជាពលរដ្ឋខ្លួនឯងស្វាគមន៍យ៉ាងចាស់ដៃដើម្បីវេកមុខចំពោះលោកហ៊ុនសែនដែលប្រើអំណាចផ្ដាច់ការជិះជាន់គៀបសង្កត់ប្រជាពលរដ្ឋទាំងការលក់សម្បត្តិជាតិសម្បត្តិធម្មជាតិផងទាំងឡាយធ្វើឲ្យពិភពលោកគេកាន់តែដឹងពីទង្វើក្នុងការដឹកនាំរបស់លោកហ៊ុនសែនកាន់តែខ្លាំងឡើងអ្វីទាំងអស់នេះហើយគឺជាក្តីអាម៉ាស់មួយយ៉ាងធំបំផុតក្នុងឆាកជីវិតរបស់លោកហ៊ុនសែនដូច្នេះក្នុងពេលបច្ចុប្បន្ននេះចំពោះបពុះរបស់គេក៏បានចេញវាយប្រហារទៅលើបងប្អូននៅឯនេសមុទ្រយ៉ាងចាស់ដៃដើម្បីលាងភាពអាម៉ាស់របស់លោកហ៊ុនសែនដោយបំភ្លឺនិងបំភ្លៃព័ត៌មានសពគ្រប់បែបយ៉ាងទាំងអស់ដើម្បីទម្លាក់កំហុសទៅលើបងប្អូននៅឯនេសមុទ្រក្តីឬក៏ទម្លាក់កំហុសមកលើខ្មែរនៅក្នុងស្រុកក្តីពីព្រោះចំពោះអ្នកទាំងអស់នោះណាឬក៏អាចនិយាយថាគឺជាឆ្លើងសង្គមដែលនៅចិញ្ចក់ឈាមរបស់លោកហ៊ុនសែនចំពោះពួកនេះវាគ្មានដៃគិតអំពីបញ្ហាប្រទេសជាតិសោះឡើយទោះជាប្រទេសជាតិត្រូវហិនហោចយ៉ាងណាក៏ដោយក៏ចំពោះពួកនេះវាមិនដែលអើពើពីសុខទុក្ខពីបញ្ហាប្រទេសជាតិអ្វីនោះឡើយឲ្យតែបានលើកជើងនិងគ្រប់គ្រងសម្ដេចលោកខ្សៃដើម្បីអំណាចបុណ្យស័ក្តិគឺវាក្បត់នៃមនសិការរបស់វាចំពោះពួកនេះបានបំភ្លឺនិងបំភ្លៃនៃព័ត៌មានសពគ្រប់បែបយ៉ាងថាប្រជាពលរដ្ឋនៅក្នុងស្រុកមិនពេញចិត្តនៅការធ្វើបាតកម្មរបស់បងប្អូននៅឯនេសមុទ្រហើយបងប្អូននៅក្នុងស្រុកគឺត្រេកអរក្នុងការគ្រប់គ្រងរបស់រដ្ឋាភិបាលដែលក្រោមអំណាចរបស់លោកហ៊ុនសែនអ្វីទាំងអស់នេះហើយគឺស្ដែកបញ្ជាក់យ៉ាងច្បាស់ថាចំពោះពួកឆ្លើងសង្គមទាំងអស់នេះវាកំពុងតែបំភ្លឺនិងបំភ្លៃព័ត៌មានដើម្បីលាងគូតទៅឲ្យលោកហ៊ុនសែន
ដើម្បីលុបលាងនៃក្តីអាម៉ាស់របស់លោកហ៊ុនសែនហើយចំពោះពួកឆ្លើងសង្គមនេះវាតែងតែបំភ្លឺបំភ្លៃព័ត៌មានសពគ្រប់បែបយ៉ាងទាំងអស់ថាប្រជាពលរដ្ឋនៅឯនេសមុទ្រធ្វើបាតកម្មតែ2-3នាក់ក្តីឬក៏40ទៅ50នាក់ក្តីអ្វីទាំងអស់ចំពោះពួកអាឆ្លើងសង្គមដែលវាខំបំផុសបំផុលក្លែងព័ត៌មានដើម្បីលុបលាងនៃក្តីអាម៉ាស់របស់លោកហ៊ុនសែននេះវាមិនត្រឹមតែធ្វើឲ្យលោកហ៊ុនសែនមានកិត្តិយសឡើងវិញទេហើយក៏មិនអាចលុបលាងនៃក្តីអាម៉ាស់របស់លោកហ៊ុនសែននោះដែរផ្ទុយទៅវិញអ្វីដែលពួកវានិយាយនេះគឺរឹតតែបន្ថោកនឹងក្តីអាម៉ាស់របស់ហ៊ុនសែនគឺកាន់តែខ្លាំងជាងមុនទៅទៀតពីព្រោះមហាជនទាំងអស់គេបានយល់គេបានដឹងអំពីសកម្មភាពរបស់បងប្អូននៅឯនីសមុទ្រថាតើការចូលរួមធ្វើបាតកម្មរបស់បងប្អូននោះមានចំនួនប្រមាណហើយមហាជនទាំងអស់គេមានភ្នែកសម្រាប់មើលគេមានត្រចៀកសម្រាប់ស្ដាប់តែផ្ទុយទៅវិញបែរជាពួកអាឆ្លើងសង្គមមួយចំនួនវាមកបំផុសបំផុលក្រឡៃនៃព័ត៌មានសពគ្រប់បែបយ៉ាងទាំងអស់តែអ្វីដែលពួកអាឆ្លើងសង្គមដែលវានិយាយនេះមិនត្រឹមតែធ្វើឲ្យប្រជាពលរដ្ឋជឿជាក់ទៅលើពួកវានោះទេផ្ទុយទៅវិញប្រជាពលរដ្ឋទាំងអស់ដែលគេបានដឹងពីទង្វើនៃការបំភ្លេចនៃព័ត៌មានរបស់ពួកអាឆ្លើងសង្គមទាំងអស់នេះគេក៏បានរិះគន់ជេរប្រមាថចំពោះពួកអាឆ្លើងសង្គមទាំងអស់នោះហើយក្តីអាម៉ាស់របស់ហ៊ុនសែនក៏កាន់តែធ្លាក់ចុះកាន់តែខ្លាំងឡើងពីព្រោះគេយល់ថាចំពោះពួកអាឆ្លើងសង្គមដែលជាកូនចៅរបស់ហ៊ុនសែននេះគឺជាភ្នែកខ្វាក់ណាប្រជាពលរដ្ឋទូទាំងប្រទេសនិងពិភពលោកគេយល់ច្បាស់ណាស់អំពីនៃមហាបាតកម្មរបស់បងប្អូននៅឯនីសមុទ្រដល់ពេលពួកវាក្រឡែងនៃព័ត៌មានដូច្នោះគឺគេកាន់តែដឹងពីទង្វើពុតបិទអាក្រក់របស់ហ៊ុនសែនកាន់តែខ្លាំងឡើងដូច្នេះអ្វីទាំងអស់ខ្ញុំសូមជម្រាបប្រាប់លោកហ៊ុនសែនថាឲ្យតែលោកហ៊ុនសែនប្រើពួកអាឆ្លើងសង្គមដែលវាតែងតែបំភ្លឺនិងបំភ្លៃព័ត៌មានដូច្នេះទីបំផុតប្រជាប្រិយភាពរបស់លោកហ៊ុនសែនគឺកាន់តែធ្លាក់ចុះកាន់តែខ្លាំងឡើងពីព្រោះពួកអស់នេះវាមិនសម្ដែងចេញអំពីឆន្ទៈពិតប្រាកដនោះឡើយវានិយាយកាន់តែច្រើនចំណុចខ្សោយរបស់លោកហ៊ុនសែនក៏កាន់តែឃើញខ្លាំងដូច្នេះចំពោះលោកហ៊ុនសែនបើលោកចង់នៅមានអំណាចមានកិត្តិយសលោកត្រូវតែរកមនុស្សដែលចេះដឹងជាងពួកអាឆ្លើងសង្គមដែលប្រមាណថ្ងៃនេះដែលវាចេញមកព្រុសនៅក្នុង Facebook ដូច្នេះបើលោកចង់ជាប់ឆ្នោតនៅអាណត្តិក្រោយលោកត្រូវចេះប្រើមនុស្សផងកុំយកពួកអាឆ្លើងសង្គមគ្មានបានការអ្វីមកព្រុសនៅក្នុង Facebook នោះវាកាន់តែធ្វើឲ្យប្រជាប្រិយភាពរបស់លោកហ៊ុនសែនឯងកាន់តែធ្លាក់ចុះជាងនេះទៅទៀតពីព្រោះអ្វីទាំងអស់ពីមុនណាដូចជារឿងផែនទីឬក៏រឿងខ្សែបន្ទាត់ព្រំដែនពេលដែលនាងកុយពិសីឬក៏វ៉ាគឹមហុងឬក៏សុកទូចមិនបានបកស្រាយអំពីបញ្ហាទាំងអស់នេះប្រជាពលរដ្ឋមួយចំនួនគឺគេមិនយល់គេមិនដឹងពីទង្វើក្បត់ជាតិកាត់ដីរបស់ខ្មែរទៅឲ្យយួននោះឡើយដែលក្រោមស្នាដៃរបស់លោកហ៊ុនសែនតែពេលដែលពួកអស់នេះវារៀបរាប់រាយរាប់ប្រាប់បកស្រាយចំពោះមហាជនក៏បានដឹងពីទង្វើកាន់តែច្បាស់ឡើងអំពីបញ្ហាខ្លែងបន្លំនៃផែនទីក្តីឬក៏ការកាត់ដីទៅឲ្យយួនក្តីយ៉ាងណាមិញចំពោះបញ្ហាពួកអាសំសបិនក្តីឬក៏អាសេនានិកក្តីឬក៏ពួកដែលឆ្លើងសង្គមដែលវាខំព្រុសនៅពេលនេះក្តី
គឺកាន់តែបន្ថោកនៃតម្លៃរបស់ហ៊ុនសែនកាន់តែខ្លាំងឡើងទៅទៀតពីព្រោះប្រជាពលរដ្ឋទាំងអស់គេបានយល់ច្បាស់អំពីសកម្មភាពនៃបងប្អូននៅឯនេសមុទ្រតែអ្វីដែលពួកអាឆ្លើងសង្គមនិយាយគឺវាផ្ទុយអំពីការពិតអញ្ចឹងតម្លៃរបស់ហ៊ុនសែនគឺវាថោកដោយសារតែសម្ដីរបស់ពួកអាឆ្លើងសង្គមបពពួករបស់លោកនឹងហើយគឺគ្មានអ្នកណាដែលគេមិនផ្ដល់តម្លៃសម្រាប់ហ៊ុនសែនទេគឺមានតែហ៊ុនសែននិងបពពួករបស់ខ្លួនទេដែលជាអ្នកបន្ថោកនៃកិត្តិយសរបស់ខ្លួនឯងដូច្នេះសូមលោកហ៊ុនសែនពិចារណាផងបាទសូមអរគុណនិងសូមជម្រាប